ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំទៀតហើយដូចជាបងប្អូនដឹងសពដងចឹងនាងខ្ញុំគឺអត់ទៅណាឆ្ងាយពីផ្ទះឯងបងប្អូនក្រៅតែពីការដើរកំសាន្តនៅខាងមុខផ្ទះខាងក្រោយផ្ទះពីខាងជើងផ្ទះឬខាងត្បូងផ្ទះតែប៉ុណ្្នឹងហើយបងប្អូនថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅដើរលេងកំសាន្តនៅជិតផ្ទះជាមួយនឹងនាងខ្ញុំម្ដងទៀតណាតោះយើងចាប់ផ្ដើមចេញទៅអានេះគឺតាមបណ្ដោយផ្លូវជាតិលេខ56នាងខ្ញុំចាប់ផ្ដើមធ្វើដំណើរពីស្រុកក្នុងកវាញទៅហើយចាបងប្អូនទាំងអស់គ្នាគឺពួកយើងដើម្បីចេញទៅដល់ផ្លូវជាតិលេខ5ហើយយើងនិយាយទៅតាមបណ្ដោយផ្លូវជាតិលេខ5នេះនាងខ្ញុំអត់បានយករូបភាពតាមបណ្ដោយផ្លូវជាតិលេខ5នឹងឲ្យបងប្អូនបានមើលទេប៉ុន្តែនេះគឺជាផ្លូវជាតិតាមមុខផ្ទះរបស់នាងខ្ញុំឥឡូវនេះនាងខ្ញុំបានឆ្លងកាត់តាមផ្លូវគេហៅថាផ្លូវមនីរតនារាមណាបងប្អូនឥឡូវនេះយើងមកខាងកើតដូចជាខាងកើតដូចជាទៅខាងលិចទេបងប្អូនចាគឺនាងខ្ញុំបានធ្វើដំណើរទៅខាងលិចអានេះគឺជាផ្លូវនៅតាមវាលស្រែបងប្អូនអើយនាងខ្ញុំគិតថាពេលដែលយើងអបសុកខ្លាំងឬមួយក៏យើង stress នៅក្នុងខួរក្បាលនឹងការងារអញ្ចឹងបងប្អូនគឺយើងនាំគ្នាចេញទៅយកខ្យល់អាកាសនៅខាងក្រៅទៅវាមានដូចជាក្លិនផ្កាឈើក្លិនស្មៅក្លិនផ្កាព្រៃក្លិនចំហាយទឹកអីអញ្ចឹងណាបងប្អូនគឺយើងមានអារម្មណ៍ថាស្រស់ស្រាយចាហើយនាងខ្ញុំនៅពេលដែលនាងខ្ញុំហត់នៅក្នុងការងារអញ្ចឹងនាងខ្ញុំសម្រាកអញ្ចឹងទៅយើងចេញទៅដើរលេងនៅពេលល្ងាចឬក៏ពេលព្រឹកដែលអាកាសធាតុដែលអត់ក្តៅដែលមិនទាន់មានកម្ដៅខ្លាំងអញ្ចឹងបងប្អូនចាយើងនាំគ្នាចេញទៅដើរកំសាន្តទៅដើម្បីឲ្យខួរក្បាលឬក៏សុខភាពផ្លូវចិត្តរបស់យើងហ្នឹងណាចាមានសុខភាពល្អឥឡូវនេះនាងខ្ញុំគឺមកខាងដូចជាខាងលិចវត្តបងប្អូនចានាងខ្ញុំឆ្លងកាត់តាមផ្លូវរថភ្លើងហើយឆ្លងទៅដល់វាលស្រែម្ខាងទៀតទៅបងប្អូនហ្នឹងហើយយើងមិនបាច់ទៅណាឆ្ងាយទេនេះខ្ញុំគិតថានៅតែចិត្តផ្ទះនេះហើយពួកអីសេចក្តីសុខអាចនឹងឲ្យយើងសុខនៅពេលដែលយើងបានទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅបងប្អូននេះនេះគឺជាវាលស្រែចាហើយផ្ទៃមេឃនេះបងប្អូនគឺនាងខ្ញុំអត់មានបានបញ្ចូលពណ៌ឬក៏បច្ចេកបញ្ចូលឲ្យទាំងអស់គឺធម្មជាតិពិតហ្មងតែនាងខ្ញុំអត់ដឹងថាបងប្អូនចូលចិត្តឬក៏មិនចូលចិត្តទេនាងខ្ញុំធ្វើដំណើរទៅតាមផ្លូវនេះជួបបងប្អូននេះគាត់មើលទៅគាត់ជិះកង់អញ្ចឹងនាងខ្ញុំនឹកឃើញការដែលយើងនៅវ័យក្មេងៗដូចជាគាត់អញ្ចឹងពេលដែលយើងធ្វើដំណើរទៅសាលារៀនឬមួយក៏យើងចេញទៅក្រៅមកជួបបាយរបស់យើងកាលពីសម័យនោះកាលពីជំនាន់មុនហ្នឹងគឺអត់ទាន់មានម៉ូតូឡានអីច្រើននឹងទេព្រោះយើងជាកូនអ្នកស្រែណានេះគឺជាមធ្យោបាយធ្វើដំណើររបស់នាងខ្ញុំនេះគឺដូចជាកង់នឹងអញ្ចឹងហើយអានេះគឺយើងឆ្លងកាត់មុននឹងដល់វាលស្រែគឺយើងត្រូវឆ្លងកាត់តាមនេះគឺវត្តមនីរតនារាមចាហើយនាងខ្ញុំក៏ចាក់ត្រង់ទៅផ្លូវខាងលិចអញ្ចឹងទៅបងប្អូនហ្នឹងហើយគឺបានទៅឃើញវាលស្រែនៅខាងនោះអូយស្អាតណាស់បងប្អូនអើយនិយាយទៅវាធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយហ្មងហ្នឹងណាដែលយើងបានចេញមកខាងក្រៅហើយដោយសារតែកន្លែងហ្នឹងអត់មានរបស់ញ៉ាំទេបងប្អូនដោយសារតែគឺជាវាលស្រែបងប្អូនចាវាលស្រែយើងគ្រាន់តែចេញមកមើលខ្យល់អាកាសទេសភាពអញ្ចឹងទៅនេះយើងមើលពីខាងលិចមកឃើញកំពូលប្រាសាទកំពូលវត្តមនីរតនាបងប្អូនមនីរតនារាមចាអានេះគឺផ្លូវដែលយើងឆ្លងកាត់មកមិញហ្នឹងបងប្អូនចាហើយនេះខ្ញុំគឺមកមើលតែទេសភាពនៅវាលស្រែនឹងហ្មងហើយនេះទៅគឺសេចក្តីសុខអត់នៅណាឆ្ងាយទេឲ្យតែយើងចេះប្រើជីវិតនឹងសេចក្តីសុខនេះឃើញទេបងប្អូននេះខ្ញុំជួបគាត់ចឹងបាននិយាយលេងជាមួយគាត់ចឹងទៅដូចមានអារម្មណ៍ថាដូចខ្លួនឯងនៅកាលពីក្មេងវិញដែរមើលទៅវិញមកគឺចឹងតែនៅកាលពីក្មេងវិញអត់ចង់មានអារម្មណ៍ថាឲ្យខ្លួនឯងធំទេព្រោះអីបើកាលណាខ្លួនឯងធំមានបន្ទុកច្រើនអញ្ចឹងនេះហើយគឺជាការចែករំលែកបន្ទុករបស់យើងជាមួយនឹងខ្យល់អាកាសបរិយាកាសដែលនៅខាងក្រៅហើយនាងខ្ញុំនឹង
ដើរលេងនឹងលេងមិនធម្មតាលេងតាំងពីមេឃរាំងរហូតដល់មេឃភ្លៀងហ្មងបងប្អូននេះដល់ពេលត្រឡប់មកផ្ទះវិញអត់ទាន់ទេបងប្អូនអើយភ្លៀងនិយាយពីភ្លៀងដូចគេចាក់ទឹកចឹងអានេះនាងខ្ញុំបានត្រឡប់មកផ្ទះវិញហើយតែអត់ដល់ផ្ទះទេបងប្អូននៅច្រកភ្លៀងតែច្រកភ្លៀងហ្នឹងវាភ្លៀងខ្លាំងពេកអញ្ចឹងទៅមិនដឹងថានឹកឃើញថាស្ដាយទឹកភ្លៀងអញ្ចឹងក៏លេងទឹកភ្លៀងអញ្ចឹងហ្មងទៅបងប្អូនព្រោះអីដោយសារតែយ៉ាងណាថ្ងៃនេះបលែងឲ្យវាបាត់ stress អញ្ចឹងទៅព្រោះអីអាកាសធាតុក្តៅយើងមកប៉ះនឹងមេឃត្រជាក់អាហ្នឹងគឺវាស្រស់ស្រាយតែហ្មងចាព្រោះយ៉ាងណាយើងជិតដល់ផ្ទះហើយអញ្ចឹងនាងខ្ញុំសូមអរគុណនិងសូមជម្រាបលាបងប្អូននៅថ្ងៃនេះបានដើរកម្សាន្តជាមួយនឹងនាងខ្ញុំណាបងប្អូនមើលភ្លៀងខ្លាំងមែនតើហ្មងអានេះនាងខ្ញុំគឺជិត1ម៉ោងគាត់តែភ្លៀងជិត1ម៉ោងនាងខ្ញុំនៅជាមួយនឹងទឹកភ្លៀងហ្នឹងជិត1ម៉ោងដែរបងប្អូនបន្ទាប់ពីត្រូវទឹកភ្លៀងហើយហ្នឹងហើយស្អែកឡើងមិនដឹងថាភ្លៀងហ្នឹងធ្វើឲ្យយើងដាស់សាយឬមួយក៏យ៉ាងម៉េចអត់ដឹងឲ្យដឹងតែថាគឺចង់នៅជាមួយនឹងទឹកភ្លៀងហ្នឹងហ្មងអានេះគឺនៅជាមួយនឹងទឹកភ្លៀងប្រហែលជា1ម៉ោងបងប្អូនមិនធម្មតានេះគឺ1ម៉ោងហ្មងចាហើយអញ្ចឹងនាងខ្ញុំមានអារម្មណ៍ថាអូគឺឲ្យយើងនឹកឃើញការពីសម័យដែលយើងនៅក្មេងបងប្អូនចាបងប្អូនមើលមិនដឹងថាថ្ងៃហ្នឹងមិនទេភ្លៀងខ្លាំងមែនតើបងប្អូនហើយទឹកតែម៉ោងប្រហែលជាម៉ោង4បងប្អូនតែមើលទៅយប់បាត់ហ្មងហើយនាងខ្ញុំសំឡាងដែរមានឆាត់មួយនៅជាប់ខ្លួនចឹងទៅវាធ្វើឲ្យយើងនិយាយថាត្រូវទឹកភ្លៀងខ្លាំងអញ្ចឹងទៅយើងអាចនៅក្នុងឆាត់ខ្លាំងអញ្ចឹងទៅដើម្បីយករូបភាពហ្នឹងមកឲ្យបងប្អូនមើលបងប្អូនចានេះឃើញអត់បងប្អូនហើយនិយាយពីកន្លែងច្រកភ្លៀងនោះវិញបងប្អូនអើយទៅច្រកភ្លៀងនៅក្នុងផ្ទះគេមិនកើតបើខ្លួនសិតតែទឹកជោកអស់អញ្ចឹងដល់ពេលហើយរកកន្លែងដែលសម្រាប់ច្រកភ្លៀងហ្នឹងអត់ដឹងថាទៅកន្លែងណាគួរសមទេទៅកន្លែងខ្ទមនិយាយទៅគឺរោងគោរបស់គេអញ្ចឹងយើងចូលទៅលុបចូលទៅច្រកភ្លៀងចូលទៅច្រកភ្លៀងនៅក្នុងហ្នឹងទៅព្រោះអីទៅរំទៅដល់មេឃរាំងបានដល់ផ្ទះវានៅតែចិត្តផ្ទះអណ្ដែលដែរបងប្អូនតែគាត់ថាយើងវាចង់បានរូបភាពនៅពេលដែលភ្លៀងធ្លាក់អញ្ចឹងណានាងខ្ញុំទុកចិត្តឈរហាលភ្លៀងផងបាំងឆាត់ផងអញ្ចឹងទៅណាបងប្អូនមើលនាងខ្ញុំកម្របានឃើញទឹកភ្លៀងអញ្ចឹងហើយទុកចិត្តនៅជាមួយភ្លៀងហ្នឹងហ្មងអត់ទាន់ទៅដល់ផ្ទះយ៉ាងណាក៏មួយថ្ងៃហ្នឹងដើរពីរាំងដល់ភ្លៀងអញ្ចឹងហ្មងទៅហ្នឹងនេះភ្លៀងខ្លាំងមែនតើបងប្អូនដោយសារតែភ្លៀងខ្លាំងអញ្ចឹងហើយទៅវាស្រែដែលយើងបានទៅមិញហ្នឹងវាមើលទៅខៀវខ្ចីចឹងមកបងប្អូនដោយសារតែភ្លៀងដូចជាមកមុនរដូវបងប្អូនចាទៅពេលអញ្ចឹងហើយមើលទៅកន្លែងណាក៏ខៀវដែរឥឡូវហើយ1ម៉ោងបងប្អូនមើលភ្លៀងអត់ចង់រាំងទេណា1ម៉ោងហ្នឹងខ្លាំងមែនតើហ្មងដោយសារតែមេឃពេលដែលយើងកំពុងតែដើរពេលថ្ងៃហ្នឹងគឺក្តៅខ្លាំងមែនតើហើយបងប្អូនអើយមើលរោងគោគេចាពួកខ្លួនឯងសើមអញ្ចឹងដល់ពេលទៅច្រកនៅគៀនផ្ទះគេមើលទៅវាដូចជាមិនសមព្រោះក្នុងផ្ទះគេមានលក់ដូរអញ្ចឹងហើយយើងក៏កិច្ចមកនៅនឹងរោងគោហ្នឹងបងប្អូនមើលរោងគោហ្នឹងតែនិយាយទៅខៀវហ្មងបងប្អូនអើយបើទោះជាភ្លៀងមិនរាំងក៏នៅតែយើងអាចច្រកបានដែរបងប្អូនណាឃើញទេបងប្អូននេះតែនាងខ្ញុំក៏មិនដឹងថាទៅច្រកណៃណាមកមានតែច្រកតែម្ដុំហ្នឹងទៅព្រោះអីមានតែកន្លែងហ្នឹងឯងសម្រាប់យើងនេះបងប្អូននេះភ្លៀងរាំងហើយអានេះរាំងណាក្រោយពី1ម៉ោងដែលភ្លៀងធ្លាក់មកបងប្អូនចាហើយចេះតែចាំភ្លៀងសិនទៅព្រោះថាច្រកភ្លៀង1ម៉ោងហើយនៅតែអត់ចង់អស់ទឹកភ្លៀងទៀតអញ្ចឹងមានតែចូលច្រកភ្លៀងសិនណាបងប្អូនចាឥឡូវទាំងអស់គ្នាកុំភ្លេចដើរលេងជាមួយនឹងនាងខ្ញុំនៅវគ្គក្រោយៗទៀតណាបងប្អូនពេល